ម៉ែស្រីនៅតែអង្គុយគង់ស្ងៀមលាយឡំនឹងភាពងងឹតសូនឆឹងភ្នែកមិនទាន់ដកចេញពីភាពល្វឹងល្វើយនៅខាងក្រៅផ្ចាក់ឡើយភាពងងឹតយប់ជ្រៅបានលេបត្របាក់អ្វីទាំងអស់រហូតដល់ហាក់ដូចជាពេលវេលាខ្លួនឯងក៏បានឈប់វិលដែរសំឡេងសត្វល្អិតយំល្វើយកាន់តែរងំលាយឡំនឹងសំឡេងខ្យល់រំហែដែលបក់ប៉ះស្លឹកឈើតាមបង្អួចបង្កើតបានជាបទភ្លេងដ៏អឺងកងលាន់លឺរណ្ដំភ្លាមនោះម៉ែស្រីហាក់ដូចជាឮសំឡេងអ្វីមួយក្រលុកក្រលឿកពីចម្ងាយហាក់ដូចជាសំឡេងជំហានរបស់នរណាម្នាក់កំពុងដើរជាន់ស្លឹកឈើស្ងួតសំឡេងនោះស្រាលរលត់បាត់ទៅវិញបន្ទាប់មកក៏លិតលឺម្ដងទៀតតើវាជាអ្វីទៅបេះដូងរបស់ម៉ែស្រីចាប់ផ្ដើមលោតញាប់ជាងមុនបន្តិចភូមិជុងកាត់មាត់ញករបស់គាត់តែងតែមានរឿងរ៉ាវចម្លែកកើតឡើងនៅពេលយប់ជាពិសេសនៅតំបន់ព្រំដែនដែលស្ថិតនៅជិតខាងគាត់ធ្លាប់បានឮរឿងតំណាយជាច្រើនអំពីវិញ្ញាណដែលវង្វេងផ្លូវឬសត្វព្រៃដែលចុះមកពីភ្នំប៉ុន្តែយប់នេះសំឡេងនោះហាក់ដូចជាមានភាពខុសប្លែកវាមិនមែនជាសំឡេងសត្វឬសំឡេងខ្យល់ធម្មតាឡើយវាហាក់ដូចជាសំឡេងប្រុងប្រយ័ត្នសំឡេងលុបគាត់បង្ខំចិត្តសម្លឹងទៅភាពងងឹតនោះកាន់តែខ្លាំងព្យាយាមស្វែងរកអ្វីមួយដែលអាចបញ្ជាក់បានស្រមោលដ៏ខ្មៅងងឹតទាំងនោះហាក់ដូចជាមានជីវិតមែកឈើដែលលាតសន្ធឹងទៅមុខក្រោមពន្លឺព្រះច័ន្ទដែលលិចហើយបាត់ម្ដងម្កាលបានប្រែទៅជាទម្រង់ដ៏ចម្លែករមួលក្រញាញ់ហាក់ដូចជាម្រាមដៃដ៏ធំមួយកំពុងលួកយករកអ្វីមួយយ៉ាងម៉ែស្រីបានរៀបបន្ទឹងក្រមាចងក្បាលរបស់គាត់ព្រោះមានអារម្មណ៍ថាត្រជាក់ស្រេងស្រក់ពេញខ្លួនតើការព្រួយបារម្ភរបស់គាត់បានបង្កើតរូបភាពទាំងនេះឡើងឬក៏មានអ្វីមួយពិតជាលាក់ខ្លួននៅទីនោះគាត់បាននឹកគិតទៅដល់កូនប្រុសរបស់គាត់វិជ្ជកាដែលកំពុងបម្រើការងារជាតាហ៊ាននៅព្រំដែនដាច់ស្រយាលមួយវិជ្ជកាតែងតែជាកូនប្រុសដ៏ក្លាហានហើយជាក្តីសង្ឃឹមតែមួយគត់របស់គាត់ម៉ែស្រីបានតាំងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលកូនប្រុសគាត់កំពុងប្រឈមមុខរៀងរាល់ថ្ងៃសំឡេងដ៏ចម្លែកនៅពេលយប់នេះបានធ្វើឲ្យបេះដូងរបស់គាត់កាន់តែព្រួយបារម្ភតើកូនប្រុសរបស់គាត់សុខសប្បាយជាទេតើគាត់នៅមានជីវិតទេសំណួរទាំងនេះបានធ្វើឲ្យគាត់កាន់តែភ័យខ្លាចទឹកភ្នែកមួយដំណោកបានហូរចូលមកលើថ្ពាល់របស់គាត់វាជាទឹកភ្នែកការបារម្ភការភ័យខ្លាចហើយក្តីសង្ឃឹមដែលកំពុងតែព្យាយាមតងទាត់បេះដូងរបស់គាត់មិនឲ្យបាក់ស្រុតគាត់បានដាក់បាតដៃទាំងពីរជិតគាលើកសំពាក់ទៅកាន់ទីងងឹតនោះហាក់ដូចជាកំពុងអង្វរសូមឲ្យមានសេចក្តីសុខសាន្តសម្រាប់កូនប្រុសជាទីស្រឡាញ់របស់គាត់ភាពងងឹតក៏នៅតែបន្តគ្របដាំដប់ដកឃ្លាពីភាពស្ងប់ស្ងាត់ម្ដងជាមួយនឹងសំឡេងខ្យល់បក់ឬសំឡេងក្រលុកក្រលឿកដ៏អាថាកំបាំងនោះម៉ែស្រីបានដឹងថាយប់នេះនឹងក្លាយជាយប់មួយដ៏វែងឆ្ងាយដែលពោរពេញទៅដោយការភ័យខ្លាចហើយការរង់ចាំដោយអន្ទះសាម៉ែស្រីដកដង្ហើមធំមួយខ្យល់វែងសំឡេងធ្ងរតិចផុតពីបំពង់ករបស់គាត់ហាក់ដូចជាខ្យល់ដង្ហើមនោះបានផ្ទុកនូវទម្ងន់នៃភាពភ័យខ្លាចនិងក្តីបារម្ភទាំងអស់ដែលគាត់បានលាក់ទុកក្នុងចិត្តជាយូរមកហើយភ្នែករបស់គាត់ដែលធ្លាប់តែសម្លឹងមើលទៅទីងងឹតយ៉ាងរឹងមាំនោះឥឡូវចាប់ដើមព្រិលដោយស្រមោលអតីតកាលដ៏ស្រងូតស្រងាត់ភាពងងឹតល្វឹងល្វើយនៅខាងក្រៅមិនមែនគ្រាន់តែជាភាពអន្តការប៉ុណ្ណោះទេតែវាហាក់ដូចជាកំពុងតែរំលេងនឹងភ្នែករបស់ម៉ែស្រីបង្កើតបានជារូបភាពប្លែកៗដែលមិនមែនជារបស់ពិតជួនកាលវាប្រែជាស្រមោលដើមឈើធំដែលបក់បោកទៅតាមខ្យល់បក់រហឹបជួនកាលទៀតក៏ប្រែជាពពួកខ្មៅងងឹតអណ្ដែតលឿនរហូតដល់ទីបំផុតវាបានប្រែក្លាយជារូបភាពមួយដែលម៉ែស្រីនឹកស្មានមិនដល់ហើយក៏មិនដែលចង់ជួបប្រទះក្នុងសុបិនអាក្រក់ឡើយស្រមោលដ៏ខ្មៅងងឹតនោះកាន់តែរីកធំឡើងមុននឹងប្រែខ្លួនក្លាយជាទម្រង់មុខមួយដែលធ្លាប់បានឃើញរាល់ថ្ងៃតាំងពីក្មេងរហូតដល់ធំពេញវ័យនោះគឺមុខកូនប្រុសជាទីស្រឡាញ់របស់គាត់វិជ្ជកាមុខដែលធ្លាប់តែពោពេញដោយស្នាមញញឹមដ៏ស្រស់បំព្រងតែឥឡូវបែរជាមានទឹកមុខស្លេកស្លាំងភ្នែករលីងរលោងហាក់ដូចជាកំពុងតែប្រាប់រឿងរ៉ាវអ្វីមួយដែលម៉ែស្រីមិនអាចឮបានមិនអាចចាប់យកបានវិជ្ជកាកូនប្រុសសម្លាញ់ដែលបានចាក់ចេញទៅបម្រើជាទីហានៅឯព្រំដែនដ៏គ្រោះថ្នាក់ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទីរូបភាពស្រមោលនៃកូនប្រុសនោះហាក់ដូចជាពិតខ្លាំងណាស់ដល់ថ្នាក់ម៉ែស្រីស្ទើរតែលូកដៃទៅប៉ះផ្ទៃមុខដែលមើលទៅសាពិចសាពិលក្នុងស្រមោលនោះព្រោះតែការនឹកនារលឹកដល់កូនខ្លាំងពេក
វិជ្ជការកូនម្ដាយម៉ែស្រីស៊ឹបតិចតិចស្ទើរតែលឺស្ទើរតែមិនលឺសំឡេងកត់ស្អកបន្តិចដោយសារភាពឈឺចាប់នឹងការរងចាំដ៏វែងឆ្ងាយអស់ជាច្រើនឆ្នាំគាត់នឹកឃើញភាពសម្ពុតរបស់កូនប្រុសមុនពេលចាក់ចេញម៉ែកុំបារម្ភអីវិជ្ជការនឹងការពារប្រទេសជាតិហើយវិជ្ជការនឹងត្រឡប់មកវិញដោយសុវត្ថិភាពម៉ែនៅចាំវិជ្ជការណាពាក្យសម្ដីទាំងនោះបែរជាបន្លឺឡើងក្នុងចិត្តម៉ែស្រីម្ដងទៀតមិនមែនជាសម្លេងស្រទន់ដោយកាលមុនទេតែជាសម្លេងល្វើយហាក់ដូចជាបក់មកពីចម្ងាយរាប់រយគីឡូម៉ែត្រលីឡំនឹងសម្លេងខ្យល់រហិមបក់កាត់ដើមឈើធំៗនៅក្រៅផ្ទះធ្វើឲ្យព្រឺរងខ្ចាស់ខ្ចាស់វាដូចជាសម្លេងខ្យល់បក់មកពីសមរភូមិដែលផ្ទុកទៅដោយសេចក្តីភ័យខ្លាចនិងភាពឯកាការរាល់យប់ភាពងងឹតនឹងភូមិព្រំដែនស្ងាត់ចងំនេះតែងតែនាំមកនូវរូបភាពនិងសម្លេងចម្លែកៗបែបនេះមកលងបន្លាយអារម្មណ៍របស់ម៉ែស្រីភាពឯកកក្នុងភូមិព្រំដែនដ៏ស្ងាត់ចងំនេះបានធ្វើឲ្យក្តីសង្ឃឹមរបស់គាត់คล้ายជាទៀនមួយតង់ដែលកំពុងឆេះរលត់រងចាំតែខ្យល់បក់មកបន្លត់ឲ្យរលត់រលាយបាត់ទៅប៉ុន្តែទោះជាយ៉ាងណាក៏ម៉ែស្រីនៅតែមិនដកចិត្តឡើយរូបកូនប្រុសរបស់គាត់បានរសាត់បាត់ទៅក្នុងភាពងងឹតវិញបន្តិចម្ដងទុកឲ្យនៅសល់តែភាពល្វឹងលឿយដដែលតែអារម្មណ៍របស់ម៉ែស្រីនៅតែចាប់នឹងរូបភាពនោះចាប់នឹងពាក្យសន្យារបស់កូនប្រុសម៉ែស្រីបិទភ្នែកតិចរួចបើកវិញព្យាយាមបណ្ដេញស្រមោលដែលធ្វើទុកផ្លូវចិត្តនោះចេញឲ្យអស់ទីគំនិតគាត់ដឹងថាកូនប្រុសរបស់គាត់កំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់រាប់មិនអស់នៅឯសមរភូមិព្រំដែនដែលអាចឆក់យកជីវិតកូនបានគ្រប់ពេលតែគាត់ក៏ដឹងដែរថាក្តីសង្ឃឹមតែមួយគត់របស់គាត់គឺត្រូវបន្តរងចាំកូនប្រុសត្រឡប់មកវិញដោយសុវត្ថិភាពគាត់សម្រេចជឿថានឹងមិនបណ្ដោយអត់ភាពភ័យខ្លាចយកឈ្នះក្តីសង្ឃឹមរបស់គាត់ឡើយទោះបីជាមានភាពងងឹតនឹងការលំបន្លាចបណ្ណាក៏ដោយម៉ែស្រីតាំងចិត្តយ៉ាងមុតមាំបន្តអង្គុយចាំយ៉ាងស្ងៀមស្ងាត់ទោះបីគាត់ជឿជាក់ថាថ្ងៃណាមួយព្រះអាទិត្យនឹងរះឡើងហើយនាំយកដំណឹងល្អរួមជាមួយកូនវិជ្ជការត្រឡប់មកផ្ទះវិញជាមិនខានរហូតដល់ពេលនោះគាត់នឹងបន្តរងចាំរហូតដល់តែកូនវិជ្ជការត្រឡប់មកវិញភាពស្ងប់ស្ងាត់បានរំពាត់ភូមិឋានដូចជាភួយខ្មៅដ៏ធំមួយរំពាត់អ្វីៗទាំងអស់ក្នុងភាពងងឹតដែលគ្មានទីបញ្ចប់ម៉ែស្រីនៅតែស្ថិតក្នុងឥរិយាបថដដែលដៃចង្ទីប្រណម្យលើផ្លៃភ្នែករឹតតែសម្លឹងជ្រៅទៅក្នុងអន្តការដែលនៅខាងមុខគាត់មានអារម្មណ៍ថាត្រជាក់ចូលក្នុងឆ្អឹងមិនមែនមកពីខ្យល់អាកាសទេតែមកពីភាពឯកាដ៏ជ្រៅដែលចាក់ដដល់បេះដូងសំឡេងសត្វល្អិតយំល្វើយកាន់តែលឺច្បាស់ជាងមុនហាក់ដូចជាពួកវាកំពុងរៀបរាប់ពីរឿងនិទានដ៏ចម្លែកមួយរបស់សេចក្ដីរំពេចនោះខ្យល់បាក់មុខត្រជាក់រំហាយលួតបោកស្លឹកឈើឲ្យលឺសូរទ្រហឹងបន្តិចនៅចិត្តបង្អួតសំឡេងកន្ធឹកកន្ធាប់នៃមេឃឈើស្ងួតដែលប៉ះគ្នាធ្វើឲ្យម៉ែស្រីព្រឺសម្បូរតិចគាត់មិនដែលខ្លាយភាពងងឹតឬសំឡេងនៃរេត្រីឡើយព្រោះគាត់ធ្លាប់រស់នៅទីនេះយូរលង់ណាស់មកហើយប៉ុន្តែយប់នេះវាខុសពីធម្មតាមានអារម្មណ៍មួយដែលមិនអាចពន្យល់បានកំពុងតែរឹតបន្តឹងបេះដូងរបស់គាត់ហាក់ដូចជាមានអ្វីមួយដែលមើលមិនឃើញកំពុងតែលាក់ខ្លួននៅក្នុងស្រមោលងងឹតនោះគំនិតរបស់ម៉ែស្រីបានរវើវាយទៅដល់កូនប្រុសរបស់គាត់វិជ្ជការតើកូនយ៉ាងម៉េចដែរទៅតើកូនបានដេកលក់ស្រួលទេនៅឯបន្ទាយព្រំដែនដ៏ឆ្ងាយនោះតើកូនបានញ៉ាំបាយឆ្ងាញ់ទេសំណួររាប់លានបានផុសឡើងក្នុងចិត្តរបស់គាត់ដូចជាផ្កាយរាប់ពាន់ដួងដែលបញ្ចេញពន្លឺក្នុងទីអវកាសដ៏ធំល្វឹងល្វើយរូបភាពរបស់វិជ្ជការកាលពីក្មេងនៅក្នុងឯកសណ្ឋានសិស្សសាលាដ៏ស្អាតបាតបានលេចឡើងក្នុងភ្នែករបស់គាត់ក្មេងប្រុសតូចនោះមានភ្នែកភ្លឺថ្លានិងស្នាមញញឹមដ៏ស្រស់បំព្រងដែលតែងតែធ្វើឲ្យបេះដូងម៉ែស្រីរីករាយម៉ែស្រីបានរំលឹកឡើងវិញនៅរាត្រីមួយកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលវិជ្ជការបានប្រាប់គាត់ថាចង់ធ្វើទាហានបេះដូងគាត់បានឈឺចាប់ប៉ុន្តែក៏មានមោទកភាពផងដែរកូនប្រុសរបស់គាត់តែងតែមានក្តីស្រមៃចង់ការពារមាតុភូមិម៉ែមិនបាច់បារម្ភទេខ្ញុំនឹងត្រឡប់មកវិញសំឡេងរបស់វិជ្ជការបានលាន់លឺនៅក្នុងត្រចៀករបស់គាត់ដូចជាខ្យល់ដែលបក់មកពីអតីតកាលប៉ុន្តែនៅពេលដែលពេលកំឡុងផាត់ទៅហើយដំណឹងពីកូនកាន់តែកម្រាស់ភាពបកប្រជានោះក៏ចាប់ផ្ដើមរសាត់បន្តិចម្ដងភាពងងឹតនៅខាងក្រៅហាក់ដូចជាឆ្លុះបញ្ចាំងពីក្តីបារម្ភដែលលាក់ទុកក្នុងបេះដូងរបស់ម៉ែស្រីស្រមោលដើមឈើធំមើលទៅដូចជាយ៉ាក់ខ្មៅកំពុងឈើយ៉ាងល្បាតម៉ែស្រីបានបិទភ្នែកមួយសន្ទុះបន្ទាប់មកបើកវិញយឺតដោយសង្ឃឹមថាពេលគាត់បើកភ្នែកព្រឹកព្រលឹងនឹងរះឡើងហើយនាំមកនូវដំណឹងល្អប៉ុន្តែមានតែភាពងងឹតដដែលនិងសំឡេងយំរបស់សត្វល្អិតប៉ុណ្ណោះដែលនៅតែបន្តប្រាប់ពីរឿងរ៉ាវនៃរាត្រីដ៏វែងឆ្ងាយនេះគាត់បានដឹងថាគាត់នឹងបន្តអង្គុយរហូតដល់ពន្លឺដើមវងដែលថ្ងៃលិចឡើងព្រោះនៅក្នុងភាពស្ងប់ជ្រងំនេះគាត់មានអារម្មណ៍ជិតស្និទ្ធនឹងកូនប្រុសរបស់គាត់ជាងពេលណាទាំងអស់ Scene 7 ភាពស្ងប់ស្ងាត់បានបន្តលាតសន្ធឹងរុំព័ទ្ធអ្វីៗទាំងអស់ដូចជាភួយដ៏ក្រាស់ដែលមើលមិនឃើញហើយបានគ្រប់បណ្ដាប់លើភូមិឋានទាំងមូលធ្វើឲ្យវាលិចលង់ទៅក្នុងភាពងងឹតដែលគ្មានទីបញ្ចប់ម៉ែស្រីនៅតែស្ថិតនៅក្នុងទីតាំងដដែលដៃទាំងពីរប្រណម្យយ៉ាងទ្រូងភ្
ភ្នែកសម្លឹងទៅកាន់ទីងងឹតដល់ល្វឹងល្វើយខាងក្រៅនៅក្នុងភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនេះគឺមានតែសម្លេងខ្យល់រំហៃបក់ផាត់ស្លឹកឈើនិងសម្លេងសត្វល្ហិតយំល្វើយៗប៉ុណ្ណោះដែលហាក់ដូចជាកំពុងតែខ្សឹបខ្សៀវរឿងនិទានអាថាកំបាំងនៃរាត្រីកោដ៏សែនវែងនេះមួយសន្ទុះក្រោយមកខ្យល់រំហៃដ៏ត្រជាក់មួយបានបក់ផាត់នៅប៉ាផ្ទៃមុខម៉ែស្រីថ្នមថ្នមធ្វើឲ្យរោមព្រឺព្រួយបន្តិចវាហាក់ដូចជាដៃមើលមិនឃើញមួយបានមកលោកអង្អែលធ្ពួលគាត់បន្ទាប់មកគាត់ក៏បានឮសំឡេងអ្វីមួយវាមិនមែនជាសំឡេងសត្វល្អិតញុំមិនមែនជាសំឡេងខ្យល់បក់ហើយក៏មិនមែនជាសំឡេងដើមឈើប៉ះគ្នាដែរវាជាសំឡេងដ៏ស្រាលស្រទន់ដែលបន្លឺឡើងពីចម្ងាយហាក់ដូចជាសំឡេងខ្សឹបខ្សៀវដ៏សែនស្ងាត់មួយដែលស្ទើរតែឮមិនឮម៉ែស្រីបានចាប់ដើមលឹបត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់ភ្នែករបស់គាត់បានសម្លឹងទៅកាន់ទីងងឹតសូនឈឹងដោយព្យាយាមស្វែងរកប្រភពនៃសំឡេងនោះតើវាជាសំឡេងអ្វីទៅតើអ្នកណាអាចដើរឬនិយាយនៅពេលយប់ដ៏ជ្រៅយ៉ាងនេះនៅកន្លែងដែលស្ងាត់ជ្រងំគ្ងឿនមនុស្សអញ្ចឹងបេះដូងគាត់ចាប់ផ្ដើមលោតញប់ជាងមុនបន្តិចមិនមែនដោយសារភ័យខ្លាចនោះទេតែដោយសារអារម្មណ៍មួយដែលពិបាកនឹងបកស្រាយហាក់ដូចជាមានអ្វីមួយហៀបនឹងកាត់ឡើងឬថាមានសារមួយត្រូវបានបញ្ជូនមកដល់សំឡេងនោះបានលេចលឺឡើងម្ដងទៀតលើកនេះកាន់តែច្បាស់ជាងមុនបន្តិចដូចជាសំឡេងជើងមនុស្សដើរយឺតលើស្លឹកឈើស្ងួតក្រឹបក្រឹបវាជាសំឡេងដ៏តិចតួចដែលស្ទើរតែបានភាពស្ងប់ស្ងាត់លេបត្របាក់ប៉ុន្តែសម្រាប់ម៉ែស្រីដែលបានអង្គុយនៅក្នុងភាពស្ងៀមស្ងាត់ដ៏យូរអង្វែងរាល់សំឡេងតូចៗសុទ្ធតែបានឮច្បាស់ដូចជាសំឡេងរន្ទះបាញ់គាត់បានផ្ទៀងស្ដាប់យ៉ាងប្រុងប្រយ័ត្នបំផុតរាល់សរសៃប្រសាទរបស់គាត់បានផ្ដោតទៅលើសំឡេងដ៏ចម្លែកនោះតើវាជាកូនប្រុសរបស់គាត់វាជាការឬគំនិតនេះបានពុះឡើងក្នុងចិត្តរបស់គាត់ភ្លាមតែវាពិតជាមិនអាចទៅរួចទេវាជាការនៅឆ្ងាយអាសមរភូមិព្រំដែនដ៏ល្វឹងល្វើយអានោះប៉ុន្តែនៅក្នុងចិត្តរបស់ម្ដាយម្នាក់គ្មានអ្វីដែលមិនអាចទៅរួចនោះទេរូបភាពរបស់វិជ្ជាការបានលេចឡើងក្នុងគំនិតរបស់គាត់មុខមាត់ដ៏ស្រស់សង្ហាភ្នែកមូលថ្លាដែលតែងតែពុះពេញទៅដោយក្តីសង្ឃឹមតើគាត់សុខសប្បាយជាទេនៅទីនោះតើគាត់កំពុងតែនឿយហត់ឬឃ្លានទេសំឡេងជើងនោះបានខិតកាន់តែជិតបន្តិចម្ដងហាក់ដូចជាកំពុងដើរតាមផ្លូវលំដ៏ទូចចង្អៀតដែលនាំមកដល់ភូមិភាពងងឹតនៅតែបន្តគ្រប់ដណ្ដប់អ្វីទាំងអស់ប៉ុន្តែអារម្មណ៍នៃវត្តមានអ្វីមួយបានចាប់ដើមកាន់តែច្បាស់ឡើងម៉ែស្រីបានសម្លឹងមើលទៅខាងមុខដោយមិនភ្លេចភ្នែកសូម្បីតែបន្តិចទឹកមុខរបស់គាត់នៅតែស្ងប់ស្ងាត់តែនៅក្នុងចិត្តគឺពុះពេញទៅដោយសំឡួរនិងក្តីសង្ឃឹមដែលលាយលំនឹងការព្រួយបារម្ភតែណាជាម្ចាស់នៃសំឡេងដ៏អាថាកំបាំងនេះតើពួកគេនាំដំណឹងអ្វីមកហើយតើដំណឹងនោះល្អឬអាក្រក់ទៅភាពត្រជាក់របស់រាត្រីកាន់តែជ្រៅទៅតែម៉ែស្រីហាក់ដូចជាមិនមានអារម្មណ៍អ្វីទាំងអស់គ្រប់អារម្មណ៍របស់គាត់បានផ្ដោតទៅលើសំឡេងដែលកាន់តែខិតជិតឡើងសំឡេងដ៏អាថាកំបាំងនោះបានហាក់ដូចជាកំពុងតែរំលឹកគាត់ពីកូនប្រុសរបស់គាត់ពីការលះបង់របស់គាត់ពីក្តីសង្ឃឹមដែលគាត់បានព្យួរទៅលើកូនប្រុសតែមួយរបស់គាត់រាល់ជំហានដែលបន្លឺឡើងហាក់ដូចជាជំហាននៃក្តីសង្ឃឹមជំហាននៃការរងចាំដ៏វែងឆ្ងាយដែលម៉ែស្រីកំពុងតែទន្ទឹងរង់ចាំសំឡេងនោះក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមដូចជាវាបានបាត់ខ្លួនទៅក្នុងភាពងងឹតម៉ែស្រីបានបិទភ្នែកបន្តិចឬបើកវិញយ៉ាងលឿនហាក់ដូចជាខ្លោចថាអ្វីដែលគាត់បានឮនោះរលាបាត់ទៅភាពស្ងប់ស្ងាត់ដែលជ្រាបបានវិលត្រឡប់មកវិញម្ដងទៀតធ្វើឲ្យគាត់ងឿងឆ្ងល់តើគាត់យល់សប្បុរសតើវាគ្រាន់តែជាការមើលម៉ែនៃគំនិតដែលពុះពេញទៅដោយក្តីនឹកមកកូនប៉ុណ្ណោះឬម៉ែស្រីបានបន្តអង្គុយនៅទីនោះដោយបេះដូងនៅតែលោតងើបនឹងភ្លេចនៅតែសម្លឹងទៅកាន់ទីងងឹតដែលនៅតែបន្តលាក់បាំងអាថាកំបាំងជាច្រើនក្តីសង្ឃឹមរបស់គាត់នៅតែមានតែវាត្រូវបានរំពាត់ដោយស្រមោលដ៏វែងនៃភាពមិនប្រកបច្បាស់ភាពស្ងប់ស្ងាត់នៅតែបន្តហ៊ុំព័ទ្ធអ្វីៗទាំងអស់ពេលវេលាហាក់ដូចជាបានកក់ស្ទះបញ្ឈប់ដំណើររបស់ខ្លួននៅចំកណ្ដាលរាត្រីដ៏ខ្មៅងងឹតដែលគ្មានផ្កាយរះគ្មានពន្លឺព្រះច័ន្ទសូម្បីតែបន្តិចម៉ែស្រីនៅតែអង្គុយត្រង់កន្លែងដដែលដូចជាបានคล้ายជាថ្នេកមួយនៃភាពស្ងប់ស្ងាត់នោះទៅហើយភ្នែករបស់គាត់បើកធំសម្លឹងទៅមុខហាក់ដូចជាកំពុងព្យាយាមទម្លុះភាពងងឹតដើម្បីស្វែងរកអ្វីមួយដែលមើលមិនឃើញហើយរងចាំនៅអ្វីមួយដែលគ្មានភាពប្រកួតប្រជែងស្រាប់តែត្រចៀករបស់គាត់ចាប់បាននូវសំឡេងមួយវាជាសំឡេងដ៏ស្ដាងស្ទើរតែស្ងាត់ឈឹងដូចជាខ្យល់ដង្ហើមដែលព្យាយាមលាក់បាំងខ្លួនឯងនៅក្នុងភាពងងឹតដ៏ជ្រៅដំបូងគាត់គិតថាវាគ្រាន់តែជាការយល់ច្រឡំឬជាសំឡេងខ្យល់រុក្ខជាតិបក់រវិចរវល់ប៉ុន្តែសំឡេងនោះនៅតែបន្តកាន់តែច្បាស់បន្តិចម្ដងដូចជាការខ្សឹកខ្សៀបរបស់ស្រមោលដែលមិនចង់ឲ្យនរណាដឹងឮតែវាត្រូវខ្យល់នាំមកឲ្យម៉ែស្រីឮបន្តិចម្ដងវាហាក់ដូចជាសំឡេងអ្វីមួយយ៉ាងដែលកំពុងកក់គិតនឹងដីឬក៏ជាសំឡេងជើងមនុស្សដែលយឺតប៉ុន្តែវាគ្មានចង្វាក់ច្បាស់លាស់ឡើយវាដូចជាសំឡេងស្លឹកឈើស្ងួតដែលត្រូវជន់តែមានទម្ងន់ធ្ងន់ជាងម៉ែស្រីប្រឹងស្ដាប់កាន់តែជិតចង់បេះដូងគាត់ចាប់ផ្ដើមលោតញាប់បន្តិចម្ដងហាក់ដូចជាភ្លេងមួយដែលកំពុងលេងដោយមិនដឹងខ្លួនរាល់សរសៃឈាមមួយទ្រង់ខ្លួនរបស់គាត់ហាក់ដូចជាបានភ្ញាក់ដឹងខ្លួនត្រៀមខ្លួនសម្រាប់អ្វីមួយយ៉ាងដែលមិនស្គាល់ហើយពោពេញទៅដោយភាពស្រពេចស្រពិលគំនិតជាច្រើនបានរត់ប្រសាទខ្លួនខួរក្បាលរបស់គាត់
តើសំឡេងនេះជាអ្វីទៅតើវាជាសត្វព្រៃដែលវង្វេងផ្លូវឬក៏ជាអ្នកភូមិដែលចេញមកក្រៅផ្ទះទាំងយប់ឬក៏សំឡេងនេះអាចជាសញ្ញាណាន់មួយដែលគាត់បានទន្ទឹងរង់ចាំជាយូរក្តីសង្ឃឹមដ៏ផុយស្រួយមួយបានចាប់ផ្ដើមកកើតឡើងនៅក្នុងបេះដូងរបស់គាត់ដូចជាផ្កាឈូកដែលរីកក្នុងភក់ដ៏ខ្មៅងងឹតទោះបីជាគ្មានពន្លឺក៏ដោយវិជ្ជការកូនឬសំណួរនេះបានលេចឡើងក្នុងចិត្តគាត់ប៉ុន្តែវាគ្រាន់តែជាខ្យល់ដង្ហើមមួយដែលគ្មានសំឡេងគ្មាននរណាអាចលើបានក្រៅពីខ្លួនគាត់សំឡេងនោះនៅតែបន្តពេលនេះហាក់ដូចជាកាន់តែខិតមកជិតបន្តិចទៀតវាមិនមែនជាសំឡេងដែលគួរឲ្យខ្លាចរន្ធត់នោះទេប៉ុន្តែវាជាសំឡេងដែលនាំមកនូវភាពស្រពេកស្រពិលនិងការគិតច្រើននៅក្នុងភាពស្ងប់ស្ងាត់ដ៏ជ្រៅបែបនេះសំឡេងតូចបំផុតក៏អាចក្លាយទៅជាសត្វចម្លែកដ៏ធំមួយបានដែរម៉ែស្រីដឹងថាគាត់គួរតែចូលដេកគួរតែបិទភ្នែកហើយគេងលក់ឲ្យលឿនប៉ុន្តែបេះដូងរបស់គាត់មិនព្រមស្ដាប់តាមភ្នែករបស់គាត់នៅតែសម្លឹងមើលទៅទីងងឹតព្យាយាមស្វែងរកប្រភពសំឡេងនោះវាដូចជាមានខ្សែអំបោះស្ដាងមួយកំពុងទាញគាត់ឲ្យនៅតែអង្គុយរង់ចាំមើលថាតើភាពងងឹតនឹងបង្ហាញអ្វីបន្តទៀតរាល់នាទីដែលកន្លងផុតទៅហាក់ដូចជាម៉ោងដ៏វែងអន្លាយដែលមានតែការទន្ទឹងរង់ចាំភាពស្ងប់ស្ងាត់ដ៏ជ្រាវជ្រាវនៅតែបន្តគ្រប់គ្រងហាក់ដូចជាបានលាតសន្ធឹងខ្សែបណ្ដាញដែលមើលមិនឃើញរបស់វាពាក់ពៀនផ្ទៃមេឃនិងដែនដីវាជាភាពស្ងៀមស្ងាត់មួយដែលស៊ីជម្រៅរហូតដល់វាហាក់ដូចជាបានស្រូបយកសំឡេងទាំងអស់សូម្បីតែសំឡេងខ្សឹបខ្សៀវនៃស្លឹកឈើដែលគ្មានឬក៏សំឡេងយំពីចម្ងាយរបស់សត្វទីទួយដែលមិនហ៊ានបំបែកអត្ថកម្បាំងដ៏ត្រជាក់នោះមេស្រីអង្គុយយ៉ាងស្ងៀមស្ងាត់ជាកំឡោះឯកាប្រឆាំងនឹងផ្ទាំងគំនូរនៃរាត្រីកាលរូបរាងរបស់គាត់ស្ទើរតែមើលមិនដឹងថាខកពីស្រមោលដែលតោងជាប់នឹងគាត់ដោយអត្ថកម្បាំងបុរាណដែលបានបន្សល់ទុកពីចំនួនមួយទៅចំនួនមួយភ្នែករបស់គាត់ទោះបីជាសម្លឹងមើលទៅភាពងងឹតដែលមិនអាចមើលធ្លុះក៏ដោយក៏មិនមែនពិតជាកំពុងមើលឃើញការអវត្តមាននៃពន្លឺនោះទេផ្ទុយទៅវិញភ្នែកទាំងគូកំពុងសម្លឹងចូលទៅក្នុងទេសភាពដែលលាបពណ៌ដោយអនុស្សាវរីយ៍និងក្តីសង្ឃឹមយ៉ាងឃ្លាវខ្លានៅក្នុងភាពស្ងប់ស្ងាត់ដ៏ជ្រាលជ្រៅនេះពិភពលោកខាងក្រៅបានរសាត់បាត់ហើយពិភពលោកខាងក្នុងបានក្រហមដោយការថប់បារម្ភដែលគ្មាននរណាមកលឺនិងក្តីស្រឡាញ់ដែលមិនអាចរង្គោះរង្គារបស់ម្ដាយម្នាក់វាគឺនៅពេលនោះហើយនៅក្នុងសញ្ញាការស្ដាច់ខាតនៃសំឡេងនោះហើយដែលម៉ែស្រីគិតថាគាត់បានឮវាមិនមែនជាសំឡេងពីខាងក្រៅមិនមែនជាសំឡេងខ្សឹបឃ្លាវដែលនាំមកដោយខ្ញាល់ដែលគ្មាននោះទេប៉ុន្តែជាអ្វីមួយដែលស៊ីជម្រៅជាងនេះទៅទៀតជាអ្វីមួយដែលស្និទ្ធស្នាលជាងនេះទៅទៀតវាជាសំឡេងសោចខ្ទោខ្ទាមួយច្បាស់ក្រឡែតនិងភ្លឺថ្លាជាសំឡេងដែលធ្លាប់បានបំពេញផ្ទះដ៏តូចរបស់គាត់ដោយភាពកក់ក្ដៅនិងភាពរីករាយវាជាសំឡេងសោចរបស់វិជ្ជាការជាសំឡេងដែលគាត់មិនបានឮពិតប្រាកដនឹងរយៈពេលដ៏យូរអង្វែងហាក់ដូចជាយូរអង្វែងណាស់មកហើយស្នាមញញឹមជួចចតមួយបានប៉ះបបោមាត់របស់ម៉ែស្រីជាខ្មោចនៃសុភមង្គលដ៏ឃ្លាវនៅរាត្រីដែលសង្កត់សង្កឹតនោះប៉ុន្តែបន្ទាប់មកលឿនដោយដែលវាបានលិតឡើងសំឡេងសោចនោះក៏បានប្លែករូបរាងវាបានคล้ายទៅជាសំឡេងវាតវេមួយជាសំឡេងខ្ទរខ្ទាដ៏ស្រទន់និងមិនស្រណុកចិត្តដែលហាក់ដូចជាចេញមកពីគ្រប់ទីទួយនិងពីកន្លែងដែលគ្មានអ្វីទាំងអស់ក្នុងពេលតែមួយវាឡើងជាសំឡេងសោចរីករាយរបស់កូនស្រីគាត់ទៀតហើយវាជាសំឡេងយំសោកដ៏សែនរទន់ពីចម្ងាយដូចជាខ្យល់បោកបោកឆ្លងកាត់ឆ្អឹងទទេកងទីរហោឋានបេះដូងរបស់គាត់ដែលធ្លាប់លោតញាប់មួយផ្លែតនឹងការរំលឹកដ៏ទន់ខ្លាំងឥឡូវនេះបានរៀតអិតនឹងក្តាប់ដ៏ត្រជាក់នៃភាពភ័យខ្លាចតើវាគ្រាន់តែជាល្បិចនៃចិត្តដែលហត់នឿយនោះឬក៏រាត្រីនេះកំពុងលេងល្បែងដ៏ខុសខ្លោយមួយភាពងងឹតដ៏ខាងក្រៅហាក់ដូចជាកំពុងសង្កត់កាន់តែចិត្តធ្ងន់ជាងមុនដូចជាកំពុងព្យាយាមថប់ដង្ហើមនៅក្តីសង្ឃឹមចុងក្រោយភាពស្ងប់ស្ងាត់ដែលធ្លាប់គ្រាន់តែជាផ្ទៃខាងក្រៅឥឡូវនេះមានអារម្មណ៍ដូចជាវត្ថុមានជីវិតមួយកំពុងដកដង្ហើមពីក្រោយកញ្ចាំងរបស់គាត់វត្ថុដែលមើលមិនឃើញរបស់វាជាទម្ងន់ដែលអាចចាប់បានវាបានខ្សឹបរាប់ពីរឿងរ៉ាវដែលបំភ្លេចចោលអំពីអនាគតដែលមិនច្បាស់លាស់អំពីភាពល្វឹងល្វើយនិងគ្រោះថ្នាក់ដែលបំដែកម្នាក់ពីកូនរបស់គាត់ម៉ែស្រីបានปิดភ្នែកមិនមែនដើម្បីគេងទេប៉ុន្តែដើម្បីគេចេញពីភាពស្និទ្ធស្នាលដ៏គួរឲ្យភ័យខ្លាចនៃភាពងងឹតមានតែរកឃើញសំឡេងយងខ្មោចខ្ទរខ្ទាកាន់តែខ្លាំងនៅក្នុងជំរឿចិត្តរបស់គាត់ប៉ុណ្ណោះវាជាបទលំបំពេនៃអសង្ខឹមដែលច្រៀងដោយរាត្រីដ៏សក្រាតនៃតំបន់ព្រំដែនភាពស្ងប់ស្ងាត់ដ៏ជ្រាលជ្រាវនៅតែបន្តគ្រប់គ្រងហាក់ដូចជាបានលាតសន្ធឹងខ្សែបណ្ដាញដែលមើលមិនឃើញឆ្ពាប់ទៅនឹងសរសៃប្រសាទដ៏រំភើបរបស់មេស្រីរាល់ដង្ហើមដែលគាត់ដកហាក់ដូចជាលឺខ្លាំងនៅក្នុងត្រចៀករបស់គាត់ហើយភាពងងឹតដែលរំពាត់ហាក់ដូចជាកំពុងតែខ្សឹបខ្សៀវរឿងរ៉ាវចាស់ៗនៃភាពឯកថាមេស្រីនៅតែអង្គុយគង់ស្ងៀមដូចជារូបសំណាកមួយដែលរងចាំអពុរិហេតុរងចាំការប្រែប្រួលនៃជោគវាសនា
គាត់បានឆ្លងកាត់យប់ដ៏វែងអន្លាយជាច្រើនរាប់មិនអស់រាល់យប់សុទ្ធតែជាការសាក់លបងនៃសេចក្តីអត់ធ្មត់និងសេចក្តីសង្ឃឹមរបស់គាត់ប៉ុន្តែនៅពេលនេះរឿងនៃចម្លែកជាងភាពស្ងាត់ជ្រងំទៅទៀតក៏បានចាប់ផ្ដើមលេចឡើងយឺតដូចជាសុបិនដែលកំពុងคล้ายជាការពិតពីចម្ងាយហាក់ដូចជាមកពីជ្រុងម្ខាងនៃភូមិដែលគេងលក់លេស្ងាត់ជ្រងំមានសំឡេងស្រាលមួយបានលាន់លឹងអ៊ីតិចវាមិនមែនជាសំឡេងសត្វលក់ឥតយំឬសំឡេងខ្យល់បក់រំហាយទេតែជាសំឡេងរអ៊ូរដំទាបដូចជាការខ្សឹបខ្សៀវដែលមិនច្បាស់លាស់លាយលំនឹងសំឡេងលន់លឺតិចនៃអ្វីមួយយ៉ាងដែលកំពុងរើបំរាស់ម៉ែស្រីព្រិចភ្នែកចាប់គាត់បេះដូងដែលស្ងប់ស្ងាត់អស់ជាច្រើនម៉ោងស្រាប់តែចាប់ផ្ដើមលួចញូកញយយ៉ាងខ្លាំងរត់ពេញទ្រូងរបស់គាត់ដូចជាស្ករដ៏តូចមួយនៅក្នុងរាត្រីដ៏ស្ងាត់ជ្រងំតើវាជាអ្វីគាត់គិតនៅក្នុងចិត្តតែមិនហ៊ានសូម្បីតែរើខ្លួនបន្តិចខ្លាចក្រែងសំឡេងនោះបាត់ទៅវិញខ្លាចក្រែងវាគ្រាន់តែជាការយល់សប្តិរបស់គាត់សំឡេងនោះកាន់តែខិតចូលមកជិតបន្តិចម្ដងឥឡូវនេះវាមិនមែនជាការខ្សឹបខ្សៀវទេតែជាសំឡេងបោះជំហានយឺតលាយលំនឹងសំឡេងស្លឹកឈើស្ងួតដែលកំទេចក្រោមជើងសំឡេងនោះធ្ងន់ទៀងទាត់ដូចជាសំឡេងនាឡិកាបេះដូងរបស់យប់ដ៏ជ្រៅដែលកំពុងតែរាប់ថយក្រោយទៅរកពេលវេលាដ៏សំខាន់មួយភាពងងឹតនៅតែគ្របដណ្ដប់ដដែលប៉ុន្តែអារម្មណ៍របស់មេស្រីហាក់ដូចជាអាចមើលឃើញអ្វីដែលភ្នែកមើលមិនឃើញដូចជាមានអារម្មណ៍ដោយវិញ្ញាណទី6គាត់មានអារម្មណ៍ថាមានអ្វីមួយឬនរណាមួយកំពុងតែដោតសម្ដៅមុខផ្ទះរបស់គាត់ដោយចេតនាភាពភ័យខ្លាចដ៏ត្រជាក់មួយបានរត់ពេញខ្លួនប្រាណរបស់គាត់ប៉ុន្តែវាក៏លាយលំនឹងអារម្មណ៍ចម្លែកមួយទៀតគឺក្តីសង្ឃឹមដែលកំពុងឆាបឆាយយ៉ាងខ្លាំងតើនេះអាចជាការវិលត្រឡប់របស់កូនប្រុសរបស់គាត់មែនទេតើគាត់កំពុងតែយល់សប្តិឬយ៉ាងណាគាត់មិនហ៊ានគិតច្រើនទេព្រោះខ្លាចក្រែងតែភាពពិតនឹងធ្វើឲ្យគាត់ខកចិត្តដៃរបស់គាត់ក៏ដាប់ជាប់ក្តីយ៉ាងណែនរហូតដល់ស្ទើរតែឈឺហើយភ្នែករបស់គាត់សម្លឹងទៅកាន់ទីដោដែលសម្លេងនោះលេចចេញមកដូចជាចង់ទំនុកភាពងងឹតនោះដើម្បីបញ្ជាក់ឲ្យច្បាស់ថាវាមិនមែនជាស្រមោលអាក្រក់អ្វីឡើយរំពេចនោះស្រមោលខ្មៅដ៏ធំមួយក៏បានលេចឡើងនៅត្រង់មាត់ទ្វារផ្ទះស្រមោលនោះឈរស្ងៀមមួយភ្លាតហើយដូចជាវាមិនមែនជារបស់ពិភពលោកនេះដូចជាខ្មោចដែលចេញពីទីងងឹតមេស្រីស្ទើរតែដាច់ខ្យល់ស្លាប់តើនេះជាសុបិនអាក្រក់ដែលគាត់តែងតែភ័យខ្លាចមែនទេឬជាការពិតដ៏គួរឲ្យខ្លាចប៉ុន្តែស្រមោលនោះក៏បានជំហានមួយទៀតខិតចូលមកជិតពលឺតិចនៃចង្កៀងប្រេងកាតដែលមេស្រីអ៊ុចហើយនៅពេលនោះភាពងងឹតក៏បានរលាយបាត់ទៅចំនួនមកវិញដោយរូបរាងដ៏សន្ធប់ដែលមិនអាចច្រឡំបានទឹកមុខស្រអាប់ដែលពោពេញដោយធ្លីដីនិងភាពនឿយថត់ពីការធ្វើដំណើរដ៏វែងឆ្ងាយប៉ុន្តែភ្នែកទាំងគូនៅតែភ្លឺច្បាស់ឆ្លុះបញ្ចាំងពីភាពរឹងមាំនិងក្តីស្រឡាញ់វាគឺវិជ្ជាការកូនប្រុសរបស់គាត់វិជ្ជាវិជ្ជាការមែនវិជ្ជាការដែលគាត់ទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃវិជ្ជាការដែលជាក្តីសង្ឃឹមតែមួយគត់របស់គាត់មេស្រីស្រែកយំយ៉ាងខ្លាំងទឹកភ្នែកហូរចេញមកទាំងភ័យផងនិងសប្បាយចិត្តផងរហូតដល់គាត់ស្ទើរតែមិនអាចដកដង្ហើមបានភាពស្ងប់ស្ងាត់ដ៏ជ្រាលជ្រៅដែលបានហ៊ុំព័ទ្ធគាត់អស់ជាច្រើនយប់បានបែកធ្លាយខ្ទីអស់វិជ្ជាការចូលកាន់កាតាប់ស្វែងយល់ថាគាត់ញញឹមយ៉ាងស្រស់ញញឹមដល់ក្តីស្រឡាញ់និងការគោរពគាត់បានវាលត្រឡប់មកវិញហើយដោយភាពជោគជ័យរាល់ការរងចាំរាល់ក្តីភ័យខ្លាចរាល់ភាពឯកថារាល់រាត្រីដែលគេមានដំណេកទាំងអស់នោះបានបាត់បង់ទៅវិញភ្លាមជំនួសមកវិញដោយភាពកក់ក្ដៅនិងក្តីសង្ឃឹមដែលបានវាលត្រឡប់មកវិញជាមួយកូនប្រុសរបស់គាត់មេស្រីក្រោកឈរទាំងញញូដែលរបស់គាត់លូតទៅកូនប្រុសរបស់គាត់រួចដោះសម្ដៅទៅវិជ្ជាការគាត់ឲ្យវិជ្ជាការជាប់អបយ៉ាងណែនដូចជាខ្លាចខ្លួននឹងបាត់បង់តែម្ដងទៀតវាងងឹតនៅតែមានប៉ុន្តែឥឡូវនេះវាមិនអាចលះបង់ពលូននៃក្តីសង្ឃឹមដែលបានរៃឡើងយ៉ាងត្រចះត្រជុំនៅហ្វុំចង្កាត់មញ៉ុកនោះបានទេរឿងក្តីសង្ឃឹមរបស់ម្ដាយបានក្លាយជាការពិតហើយ